បងចង់ញ៉ាំអីដែរហាងពូយើងសូតាមថ្ងៃធានាថាថ្មីស្រស់ល្អណាស់បងបាត់បងជើងជ្រូកសូត្រជាជ្រូកជើងមាន់ស្រោចក្រូចឆ្មាមានគ្រប់មុខទាំងអស់បងអាចផ្លែមុនទិញបានបើមិនឆ្ងាញ់មិនយកលុយទេបងយកជើងមាន់1គីឡូត្រចៀកជ្រូកកន្លះគីឡូបាទបានភ្លាមបងនេះបងរបស់បងខ្ញុំថែមទឹកគ្រឿងឲ្យបងបន្តិចទៀតយកទៅច្របល់មីញ៉ាំគឺឆ្ងាញ់ខ្លាំងណាស់លើកក្រោយចង់ញ៉ាំអីប្រាប់ទុកមុនមកពួកខ្ញុំនឹងទុកឲ្យបងក្នុងពេលដែលហូគួយឡានមិនគោរពច្បាប់អាជីវកម្មហើយហ៊ានកេងប្រវ័ញ្ចអតិថិជនចាស់ទៀតអញ្ចឹងខ្ញុំនឹងជួយគូស្វាមីភរិយាមួយគូនេះដើម្បីដណ្ដើមយកអាជីវកម្មរបស់នាងតាមផ្លូវត្រឹមត្រូវមកជើងជ្រូកសក់ក្តៅថ្មីហាងលក់យូរឆ្នាំញ៉ាំទៅមានសុវត្ថិភាពប្រដេឲ្យមួយព្រឹកហើយនៅតែមិនទាន់លក់ដាច់សោះបងតាបងមកហើយថ្ងៃនេះយកជើងមាន់ទៀតមែនទេពួកយើងបានទុកជើងមាន់ស្រស់បំផុតជូនបងថ្ងៃនេះជើងជ្រូកក៏ពិសេសដែរណាត្រចៀកជ្រូកក៏ស្រួយឆ្ងាញ់ដែរបងសាកល្បងមើលទៅមិនបាច់ប្រញាប់ទេថ្ងៃនេះខ្ញុំមកទីនេះមិនមែនមកទិញសាច់ទេបងតើពួកយើងធ្វើអ្វីខុសមែនទេបងជួយប្រាប់ត្រង់មកប៉ុន្មានថ្ងៃនេះខ្ញុំមកទិញនៅហាងអ្នកទាំងពីរជារាល់ថ្ងៃរសជាតិគ្រឿងផ្សំនិងគុណភាពខ្ញុំបានឃើញផ្ទាល់ភ្នែកវាប្រសើរជាងហាងនៅត្រង់មុខនោះឆ្ងាយណាស់និយាយតាមត្រង់ទៅបងពួកយើងទាំងពីរអ្នកចាក់ចេញពីស្រុកកំណើតមកគឺគ្រាន់តែចង់រកស៊ីចិញ្ចឹមជីវិតដោយប្រើចំណេះដៃនេះឯងប្រកបអាជីវកម្មដោយស្មោះត្រង់តែមិនដឹងមូលហេតុអ្វីហាងតូមកគេមានចរិតមិនល្អសោះតែបែរជាមានគេរំដងជួលរាល់ថ្ងៃទៅវិញខ្ញុំមានវិធីដែលអាចធ្វើឲ្យតូបរបស់ពួកអ្នកលក់ដាច់ខ្លាំងបានបងតើបងនិយាយមែនទេពិតជាមែនហើយតែខ្ញុំមានលក្ខខណ្ឌ4យ៉ាងពួកអ្នកត្រូវតែព្រមតាមខ្ញុំហើយត្រូវរក្សាវាឲ្យបានជាប់លាប់ទើបខ្ញុំហ៊ានជួយពួកអ្នកប្រាប់បងចុះកុំថាឡើយ4ទូ40យ៉ាងក៏ពួកយើងព្រមដែរពិតមែនហើយតែអាជីវកម្មដែរពួកយើងសុខចិត្តលំបាកគ្រប់យ៉ាងល្អទី1ត្រូវតែលក់ក្នុងតម្លៃសមរម្យជានិច្ចកុំដំឡើងថ្លៃផ្ទះផ្ដាស់កុំប្រើល្បិចកកេងចំណេញទី2ត្រូវប្រើតែគ្រឿងផ្សំស្រស់ហាមដាច់ខាតប្រើសាច់កកឬសាច់ខូចគុណភាពរក្សាគុណភាពឲ្យបានល្អបំផុតទី3ត្រូវរក្សាជាតិដាំឲ្យបានដដែលមិនត្រូវកាត់បន្ថយគ្រឿងផ្សំដើម្បីជួយឡើយកុំកេងប្រវ័ញ្ចអតិថិជនតែពីកាប់ថ្លៃសម្រាប់អតិថិជនគ្រប់រូបត្រូវតែស្មោះត្រង់ជាមួយពួកគេចំពោះលក្ខខណ្ឌទាំង4នេះពួកអ្នកអាចធ្វើបានដែរឬទេបងខ្ញុំសន្យាជាមួយបងពួកយើងទាំងពីរអ្នកនឹងរកស៊ីដោយស្មោះត្រង់អស់មួយជីវិតត្រូវតែគោរពតាមលក្ខខណ្ឌទាំង4នេះបើធ្វើមិនបានសំបីតែមួយចំណុចសូមឲ្យស្លាប់ត្រូវហើយប្រសិនបើយើងហ៊ានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះខ្លួនឯងមិនចាំបាច់ឲ្យអ្នកឯងប្រាប់ទេពួកយើងនឹងរុំសម្ភារៈវិលត្រឡប់ទៅស្រុកកំណើតវិញដោយខ្លួនឯងល្អចាប់ពីថ្ងៃស្អែកទៅអ្នកទាំងពីរគ្រាន់តែខំធ្វើម្ហូបឲ្យបានល្អទៅបានហើយឯរឿងដែលសល់ពីនេះចាំឲ្យខ្ញុំជាអ្នកចាត់ការលោកគ្រប់គ្រងហ្វាងផែនការមួយនេះពិតជាល្អណាស់តម្លៃក៏សមរម្យឯគុណភាពក៏មិនធម្មតាដែរលោកចឹងសូមកុំបារម្ភអីខ្ញុំបានសាកល្បងជាច្រើនដងមកហើយគ្រឿងផ្សំទាំងអស់សុទ្ធតែជាជើងជ្រូកស្រស់ដែលទើបនឹងធ្វើថ្មីមានត្រចៀកជ្រូកស្រស់និងជើងមាន់ផងដែររសជាតិថេរហើយឯកសារច្បាប់ទម្លាប់មានគ្រប់គ្រាន់ទាំងអស់គ្មានបញ្ហាទេបានបើអញ្ចឹងអនុវត្តតាមផែនការនេះទៅអ្នកទទួលខុសត្រូវរាល់ការទំនាក់ទំនងទាំងអស់អនុវត្តឲ្យបានឆាប់តាមដែលអាចធ្វើទៅបានចាស់លោកចាងបងហ្វាងមកហើយបងហ្វាងថ្ងៃនេះចង់ញ៉ាំអីដែរថ្ងៃនេះមិនញ៉ាំទេបើថ្ងៃស្អែកក្រុមហ៊ុនបងមានកម្មវិធីចែកអំណោយបុណ្យចូលឆ្នាំចិនបងកុំម៉ងជើងជ្រូករបស់ពួកយើងចំនួន300ប្រអប់ក្នុងមួយប្រអប់2គីឡូហើយបន្ថែមត្រចៀកជ្រូកនិងឈុតបន្លែខ្លះមករៀបចំឲ្យសំគ្នាមកថ្ងៃស្អែករសៀលយកទៅដាក់ជូននៅមុខក្រុមហ៊ុនបងជាការស្រេចបង200ប្រអប់បាត់មិនខុសទេណាពួកឯងត្រៀមអីវ៉ាន់ទុកឲ្យស្រេចបាច់ទៅធានាគុណភាពឲ្យល្អកុំឲ្យមានការកំហុសខុសឆ្គងឲ្យសោះដូចនេះខ្ញុំផ្ញើជូនបងមុនទូទាត់ប្រាក់កក់មុនពាក់កណ្ដាលចុះចាំទំនិញដល់ដៃចាំទូទាត់សល់ប៉ុន្មានទៀតបងធ្វើចឹងមិនសមទេបងខំប្រឹងធ្វើទៅការវិចខ្ចប់ពិតជាយកចិត្តទុកដាក់អ្វីដែលបងហ្វាងបានកុំម៉ងត្រូវតែធ្វើឲ្យបានល្អខ្ញុំនឹងប្រពន្ធការពីយប់មិនរៀបចំរហូតដល់ម៉ោង2ទីភ្លឺកាត់នេះមួយគឺពួកយើងសរសេរដោយដៃផ្ទាល់200សន្លឹកមិនឲ្យខ្វះមួយសន្លឹកឡើយពិតជាហត់ហើយត្រឡប់ទៅសម្រាប់ឲ្យបានគ្រប់គ្រាន់ចុះបងហ្វាងត្រឡប់មកវិញហើយវ៉ាថ្ងៃនេះសេវាកម្មពិតជាស្អាតជួប7គីឡូហើយនឹងត្រចៀកជ្រូកព្រមទាំងបន្លែខ្លះមកគុណភាពនេះល្អជាងកន្លែងដែលខ្ញុំធ្លាប់ទិញ$10ក្នុង1គីឡូទៅទៀតល្អជាងនំចុងកាលពីឆ្នាំមុនតែតុបតែងតែសម្បកនោះឆ្ងាញ់ណាស់ការវេចខ្ចប់នេះយកចិត្តទុកដាក់ខ្លាំងណាស់មានទាំងទឹកជ្រលក់និងគ្រឿងផ្សំមកជាមួយទៀតធំក្លិនគឺដឹងថាឆ្ងាញ់ហើយទឹកជ្រលក់នេះឆ្ងាញ់ខ្លាំងណាស់សាច់ទន់ល្អណាស់ចូលជាតិបានល្អណាស់មិនត្រលាន់បន្តិចសោះខ្ញុំផ្ញើទីតាំងចូលក្នុងគ្រប់ហើយចេញពីធ្វើការចាំយើងទៅទិញទាំងអស់គ្នាម្ចាស់ហាងយកជើងជ្រូក2គីឡូមកមិត្តរួមការងារខ្ញុំសុទ្ធតែណែនាំឲ្យមកទិញគេថារបស់ហាងអ្នកឆ្ងាញ់ណាស់ខ្ញុំយកជើងជ្រូក3គីឡូហើយយកត្រចៀកជ្រូក1គីឡូទៀតយកទៅផ្ញើប៉ាម៉ាក់ខ្ញុំផងតម្លៃនេះគុណភាពបែបនេះពិតជាខ្លាំងណាស់បាទចាស់បានហើយនេះបងយកទៅចុះជម្រាបលាលើក្រោយប្រាប់មុនមកខ្ញុំនឹងទុកឲ្យសូមអភ័យទោសផងអ្នកទាំងអស់គ្នាមហូបថ្ងៃនេះលក់អស់រលីងហើយសូមទោសអ្នកទាំងអស់គ្នាផងស្អែកពួកយើងនឹងធ្វើឲ្យច្រើនជាងនេះអាពួកស្រុកខ្សែពីរអ្នកនេះហ៊ានដណ្ដើមមុខរបរមែនទេអាលោកខាងការិយាល័យត្រួតពិនិត្យទីផ្សារមែនទេខ្ញុំចង់ប្តឹងមានតូបលក់ម្ហូបនៅជាន់ក្រោមនេះជំរាបសួរបាទសួស្ដីពួកយើងទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋយើងត្រូវត្រួតពិនិត្យអាជ្ញាប័ណ្ណអាជីវកម្មរបស់តូអនាម័យចំណីអាហារនិងប្រភពនៃគ្រឿងផ្សំសូមធ្វើការត្រួតពិនិត្យភ្លាមសូមចូលរួមសហការជាមួយយើងខ្ញុំនឹងសហការឲ្យអស់ពីសមត្ថភាពរងចាំមើលចុះដល់ពេលអ្នកត្រូវគេអាជីវកម្មនៅតាមផ្លូវនេះគឺនៅតែស្ថិតក្រោមអំណាចរបស់អន្តរជាតិលោកមន្ត្រីសូមពិនិត្យមើលនេះគឺជាលិខិតអនុញ្ញាតធ្វើអាជីវកម្មនិងបញ្ញាបត្រចុះបញ្ជីអាជីវកម្មហូបនេះជាប័ណ្ណសុខភាពរបស់ខ្ញុំនិងប្តីខ្ញុំវាសុទ្ធតែនៅមានសុពលភាពទាំងអស់នេះគឺជាកំណត់ត្រាទិញគ្រឿងផ្សំប្រចាំថ្ងៃនិងវិញ្ញាបនបត្របញ្ជាក់គុណភាពសាច់ព្រមទាំងកំណត់ត្រាសម្អាតអនាម័យតូប
យើងធ្វើវាជារៀងរាល់ថ្ងៃមិនដែលខកខានមួយថ្ងៃណាឡើយ ខ្ញុំសូមប្រកាសថាបន្ទាប់ពីការត្រួតពិនិត្យជាក់ស្ដែងរួចរាល់តុនេះមានលិខិតអនុញ្ញាតត្រឹមត្រូវនិងមានសុពលភាពប្រភពគ្រឿងផ្សំមានភាពច្បាស់លាស់និងអាចតាមដានបានហើយការសម្អាតអនាម័យគឺអនុវត្តតាមបទដ្ឋានការរាយការណ៍ទាំងអស់គឺមិនមែនជាការពិតទេការត្រួតពិនិត្យលើកនេះត្រូវបានបញ្ចប់បន្តអាជីវកម្មទៅមុខទៀតចុះ មិនអាចទៅរួចទេអាពួកស្រុកស្រែពីរនាក់នឹងហេតុអ្វីក៏ពួកវាត្រៀមខ្លួនបានគ្រប់ជ្រុងជ្រោយបែបនេះ បងហ្វាងនិយាយត្រូវណាស់កាលណាមានការត្រៀមខ្លួនទុកជាមុនទើបយើងមិនបាច់ខ្លាចអ្វីទាំងអស់ ធ្វើអ្វីពួកវាគ្មានបានការសោះបានពួកឯងចង់ប្រកួតប្រជែងអាជីវកម្មតាមរយៈការវាតម្លៃមែនទេឡអញនឹងលក់ឲ្យថោកជាងពួកឯងទៅទៀតចាំមើលថាពួកឯងនឹងហ៊ានចុះថ្លៃតាមចែកអតិថិជនទាំងអស់នឹងខ្លាចជារបស់ឯងធ្វើវាទៅឯងនឹងធ្វើឲ្យពួកឯងខាតរហូតដល់អស់ខោអាវសាច់ទុំស្រស់បញ្ចុះតម្លៃពិសេសហើយជើងជ្រូកតម្លៃដើម25ក្នុង1គីឡូឥឡូវសល់ត្រឹមតែ20ប៉ុណ្ណោះ20ក្នុង1គីឡូទិញជើងជ្រូក1គីឡូថែមជូនបន្លែកន្លះគីឡូបើហួសថ្ងៃនេះគឺលែងមានតម្លៃនេះទៀតហើយ ពិតមែនឬអត់ហ្នឹង 20ក្នុង1គីឡូ ថោកជាងសាច់ជ្រូកស្រស់ទៅទៀត មកឆាប់ឡើងមក ហាងនេះបញ្ចុះតម្លៃជើងជ្រូកខ្លាំងណាស់ថោកដល់ថ្នាក់នេះដែរឬមានរឿងល្អបែបនេះផងប្រញាប់ទិញ2គីឡូទៅយ៉ាងណាក៏ជាជើងជ្រូកដូចគ្នាថោកគឺជារឿងសំខាន់បំផុតអូន ធ្វើមិនទៅបង មួយព្រឹកទៅហើយមិនទាន់លក់ដាច់មួយសំបីតែមួយ គាត់លក់តែ20រៀលក្នុងមួយខាងទេថ្លៃដើមហ្នឹងគឺទាបខ្លាំងណាស់ នេះមិនមែនមានចិត្តណាបង្កបញ្ហាទេអីគាត់ធ្វើបែបនេះគឺចង់ខាតដាំដើម្បីដណ្ដប់ គាត់គ្រាន់តែចង់កម្ចាត់យើងចេញពី ចុះ ទី បើ ផ្សារ ពួកយើងបញ្ចុះតម្លៃដែរទៅសាក់ចុះមកនៅ20រៀលមើលលោកហ្វាញញាក់មកហើយពួកយើងចិត្តទ្រាំលេងបានហើយទុកទល់មុខលក់20រៀលក្នុងមួយខាំថែមទាំងមានជូនអាហារថ្ងៃត្រង់ទាំងអស់ត្រូវបានគេដណ្ដើមយកអស់ លោក ហើយ ហ្វាងពួកយើងពិភាក្សាគ្នាហើយយើងនឹងបញ្ចុះតម្លៃដែរយើងក៏លក់20រៀលដែរ អង្គុយចុះស្ងប់អារម្មណ៍ទាំងអស់គ្នាស្ដាប់ខ្ញុំសិនតម្លៃនេះដាច់ខាតមិនត្រូវបញ្ចុះជាដាច់ខាតបងហ្វាងហេតុអ្វីទៅគាត់បញ្ចុះថ្លៃដល់ទៅ20យ៉នទៅហើយ បើពួកយើងមិនបញ្ចុះថ្លៃទេគឺពិតជាគ្មានអ្នកណាមកទិញឡើយ ពួកអ្នកធ្លាប់គិតលេខហើយនៅជើងជ្រូកស្រស់1គីឡូថ្លៃប៉ុន្មានបូករួមទាំងគ្រឿងផ្សំសម្រាប់ប្រឡាក់ថ្លៃកម្លាំងពលកម្មនិងថ្លៃតុកទៀតដើមទុននៃជើងជ្រូកប្រឡាក់1គីឡូគឺយ៉ាងហោចណាស់ក៏25យ៉នដែរគាត់លក់ក្នុងតម្លៃ20យ៉នក្នុង1គីឡូខាតអស់5យ៉នលក់កាន់តែច្រើនកាន់តែខាតច្រើនអាជីវកម្មបែបខាតដើមយកតែមុខនេះអាចទ្រាំបានយូរប៉ុណ្ណាទៅ3ថ្ងៃឬ5ថ្ងៃយោបល់របស់ខ្ញុំចំពោះពួកអ្នកគឺរាល់ថ្ងៃត្រូវតែប្រើប្រាស់វត្ថុធាតុដើមដែលស្រស់បំផុតធ្វើឲ្យលក់ភ្លាមរក្សាជាតិឲ្យនៅដដែលរក្សាសេវាកម្មឲ្យនៅដដែលរក្សាថ្លៃលក់ឲ្យនៅដដែលអតិថិជនដែលចង់បានតែរបស់ថោកអ្នកធ្វើអ្វីក៏ពួកគេមិននៅជាមួយអ្នកដែរប៉ុន្តែសម្រាប់អតិថិជនចាស់ដែលឲ្យតម្លៃលើគុណភាពពួកគេនឹងត្រឡប់មកវិញជាមិនខាន បងហ្វាងពួកយើងយកព្រមពួកយើងនឹងមិនបញ្ចុះតម្លៃពួកយើងនឹងរក្សាគុណភាពរបស់យើងតែខាតមិនចុះចាញ់ឡើយ ពិតមែនហើយពួកយើងនឹងមិនធ្វើតាមគេឡើយទោះបីជាលក់មិនអស់ក៏ដោយពួកយើងក៏មិនយកសាច់មិនល្អមកលក់ដែរតែខាតមិនបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនឯងឡើយល្អ អាមនុលមកពីអ្នកនេះនៅទ្រាំអួតខ្លួនទៀតហេចាំមើលពួកឯងទ្រាំបានប៉ុន្មានថ្ងៃទៀតចាំដល់ពេលពួកឯងទ្រាំលែងបានហើយរមៀលខ្លួនចេញទៅអាជីវកម្មលើដងផ្លូវនេះគឺនៅតែជារបស់អញម្នាក់ឯងដល់ពេលនោះតម្លៃជើងជ្រូកចង់ដាក់ថ្លៃប៉ុន្មានក៏ស្រេចតែចិត្តឯង ហូគួយឡាននាងស្មានថាអាជីវកម្មខ្លួនឯងល្អឡើងវិញហើយមែនទេតែនាងមិនដឹងទេថានាងបានធ្លាក់ចូលក្នុងរណ្ដៅដែលខ្លួនឯងជីកទុកហើយជិតដល់ពេលដួលរំហើយ មិនក៏ខាត់ច្រើនម្លេះត្រឹមតែ3ថ្ងៃខាត់អស់ជិត5000យន្តទៅហើយអញសឹងតែលក់ខោអាវក្នុងសងបំណុលគេទៅហើយ តម្លៃជើងជ្រូកស្រស់វាថ្លៃពេកបើចង់កុំឲ្យខាតមានតែបដូរប្រើសាច់ផ្សេងយ៉ាងណាក៏ពួកអតិថិជនទាំងនេះចូលចិត្តតែរបស់ថោកដែរសាច់កកនិងសាច់ស្រស់ ពួកគេក៏មើលមិនដឹងដែរ ម្ចាស់ហាងជើងជ្រូករបស់អ្នកមួយនេះមានបញ្ហាហើយសាច់វាស្វិតហើយម៉ាត់យ៉ាងម៉េចទេគ្មានក្លិនឈ្ងុយសូម្បីតែបន្តិចថែមទាំងមានក្លិនស្អុយទៀតនេះមិនមែនជាសាច់ស្រស់ទេមែនទេ ឯងមាត់ដាច់និយាយស្អីគេហ្នឹងអាអ្នកប្រុសមានលុយតែ$20ចង់ស៊ីសាច់នេះមែនទេបើគ្មានលុយទេកុំមកទិញស៊ីអីដិតទៅឲ្យឆ្ងាយ អ្នកឯងធ្វើបែបនេះដាក់អតិថិជនបានមិនសាច់ស្អុយហើយថែមទាំងទៀតចាប់ពីពេលនេះទៅខ្ញុំលែងមកទៀតហើយម្ចាស់ហាងជើងជ្រូកក្នុងរបស់អ្នកពិតជាឆ្ងាញ់ខ្លាំងណាស់សាច់ជើងជ្រូកវាណែនហើយចូលស៊ីទៅដឹងតែម្ដងថាជាសាច់ស្រស់ឆ្ងាញ់ពិតមែន អរគុណដែលលោកបានកោតសរសើរជំរាបលាចាំថ្ងៃក្រោយមកទៀតក្រោយមកខ្ញុំនឹងថែមទឹកប្រហុកឲ្យច្រើនជាងនេះទាំងអស់នេះគឺព្រោះតែពួកវាសុទ្ធតែប្តីប្រពន្ធថោកទាបទាំងពីរនាក់ហ្នឹងសុទ្ធតែពួកវាទាំងអស់ហ្នឹងខ្ញុំត្រូវតែធ្វើឲ្យពួកវាដេញចេញពីផ្លូវនេះឲ្យបានឲ្យតែតូបរបស់ពួកវាមានបញ្ហាគុណភាពចំណីអាហារកេរ្តិ៍ឈ្មោះពួកវានឹងធ្លាក់ចុះដល់បាត់ទោះបីជាមានលោកហ្វាងមកជួយក៏ដោយក៏គ្មានអ្នកណាហ៊ានទិញរបស់ពួកវាដែរដល់ពេលនោះមុខចំនួនលើផ្លូវនេះនឹងក្លាយជារបស់ខ្ញុំដដែលតាជុនជួយមីងមួយមក មីងមានការអីមែនទេមិនមែនជារឿងខុសច្បាប់ទេមែនទេ ស្ដាប់សំដីមីងទៅគ្រាន់តែជួយមីងសងសឹកបន្តិចបន្តួចប៉ុណ្ណោះបើសម្រេចការងារនេះមីងនឹងឲ្យលុយចាយវា$2000 តើត្រឹងឲ្យខ្ញុំធ្វើអ្វីខ្លះ